ចំណុចមួយចំនួនដែលមិនត្រូវមើលរំលងពេលបើកបរអំឡុងពេលភ្លៀងធ្លាក់បើសិនជានៅខាងមុខមានទឹកឆ្លងកាត់ហើយឡានរបស់បងប្អូនមានប៊ូតុងអូតូស្តាតស្តុបសូមចុចបិទវាភ្លាមប្រសិនជាយើងចូលទៅវារលត់ក្នុងនោះម៉ាស៊ីននឹងព្យាយាមបញ្ឆេះដោយខ្លួនឯងហើយបើទៅទីនោះទៅមានទឹកជ្រៅសារគិតលើមើលទឹកឡើងពេញក្បាលឡានទៅហើយបើវាព្យាយាមបញ្ឆេះនោះច្បាស់ជាអន្តរាយម៉ាស៊ីនហើយតម្លៃជួសជុលថ្លៃណាស់ដើម្បីឲ្យបងប្អូនជៀសវាងបាននូវគ្រោះថ្នាក់កាត់បន្ថយហានិភ័យងាយស្រួលបើកបរអញ្ចឹងមើលវីដេអូនេះត្រូវហើយសម្បកកង់មិនគួរសឹកអស់ក្រឡាពេកទេកម្រាស់សម្បកកង់គួរតែមានកម្រាស់យ៉ាងតិចណាស់ក៏ 2.5 មីលីម៉ែត្រដែរយើងមិនត្រូវប្រើប្រាស់សម្បកកង់ដែលអស់ក្រឡាមិនមានចង្អុលទឹកទេសម្បកកង់គឺជាអ្នកទ្រទ្រង់ឡានទាំងមូលក៏ដូចជាទ្រទ្រង់ជីវិតយើងផងដែរស្បែកហ្វ្រាំងដែលអស់ឬងាប់ស្បែកហ្វ្រាំងត្រូវបោះវាចោលព្រោះក្រៅពីសម្បកកង់ទៅគឺជីវិតយើងពឹងពាក់លើហ្វ្រាំងនេះហើយយើងគួរតែរក្សាកម្រិតឲ្យបានសមរម្យពេលបើកបរអំឡុងពេលភ្លៀងធ្លាក់ឡានដែលមាន ABS មិនជាអ្វីទេតែបើឡានគ្មាន ABS កុំជន់ហ្វ្រាំងខ្លាំងពេកខ្លាចរអិលផ្លិតទឹកអ្នកបើកបរក៏បីត្រូវចេះឆែកមើលផ្លិតទឹកផងដែរផ្លិតទឹកមិនមានតម្លៃថ្លៃខ្លាំងពេកទេផ្លិតទឹកដែលល្អគឺអាចបក់កាត់ដាច់ស្នាមទឹកបានល្អបើវាបក់ទៅលឺសូរគ្រូកវាល្មមដល់ពេលទៅបដូរចាញ់ហើយផ្លិតទឹកដែលមានស្នាមប្រេះមានជ័ររឹងខ្លាំងក៏ល្មមដល់ពេលដល់វេលាដែលត្រូវផ្លាស់ប្ដូរថ្មីដែរបើសិនយើងឆែកមើលផ្លិតទឹកហើយយើងគួរពិនិត្យមើលទៅលើទឹកបាញ់កញ្ចក់ផងដែរភ្លើងអំពូលចង្គៀងគ្រប់ភ្លើងបំភ្លឺត្រូវតែភ្លឺសពគ្រប់ជ្រុងជ្រោយជានិច្ចនៅពេលដែលមានភ្លៀងធ្លាក់យើងត្រូវបើកបំភ្លឺភ្លើងប្រសិនបើឡានរបស់បងប្អូនមានចង្គៀងស្រអាប់មិនសូវភ្លឺមានន័យថាល្មមដល់ពេលសម្អាតចង្គៀងឬឡើងគុជហើយជាពិសេសគឺ stop ហ្វ្រាំងបំភ្លឺនៅខាងក្រោយជាចុងក្រោយពីខ្ញុំទៅមានតែប៉ុណ្្នេះទេសម្រាប់បងប្អូនអ៊ំពុកម៉ែមីមីងអញ្ចឹងសូមឲ្យសុវត្ថិភាពទាំងអស់គ្នាហើយជួបគ្នានៅវីដេអូក្រោយ